បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនឃើញរាជវាំងបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនឃើញរាជវាំងគឺជានិមិត្តសុបិនដ៏ល្អដល់អ្នកសុបិនប្រសិនបើជាពុកម៉ែបងប្អូនកំពុងតែប្រកបមុខរបរការងារនោះនឹងទទួលបានយសស័ក្តិគេឈ្មោះតំណែងឡើងខ្ពស់ជាងមុនប្រសិនបើជាពុកម៉ែបងប្អូនកំពុងតែប្រកបមុខរបរជំនួយជួញដូរនោះនឹងទទួលបានភាពល្បីល្បាញនិងស្ថិរភាពគង់វង្សយូរអង្វែងផងដែរសម្រាប់លេខសំណាងចំពោះអ្នកសុបិនគឺលេខ48លេខ49លេខ418លេខ419និងលេខ249បាទតើតើនឹងពុកម៉ែបងប្អូនសុបិនឃើញរាជវាំងគឺមានអត្ថន័យនៃការបកស្រាយខាងលើជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្ដាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូម